គឺថាបញ្ជាក់អំពីការដែលបាទថៃគាត់ត្រៀម F16 បាទត្រៀម F16 ក្នុងករណីមានរឿងកើតឡើងបើយោងតាមសារព័ត៌មានខៅសូលបានឲ្យដឹងថាគាត់សរសេរថាគឺ F16 បានត្រៀមរួចរាល់ហើយគឺមេបញ្ជាការកងទ័ពអាកាសបាននិយាយថាកងកម្លាំងទ័ពអាកាសគឺត្រៀមលក្ខណៈ24ម៉ោងលើ24ម៉ោងដើម្បីការពារអធិបតេយ្យភាពជាតិរបស់ថៃហើយនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ថៃបាទគឺនៅថ្ងៃទី12ខែវិច្ឆិកានេះគឺបាទនៅក្នុងខេត្តនគររាជសីមាគឺមេបញ្ជាការកងទ័ពអាកាសរបស់ថៃហ្នឹងបាទគាត់បានទៅពិនិត្យមើលហើយនឹងត្រៀមលក្ខណៈយន្តហោះទាំងអស់ប្រភេទ F16 ហ្នឹងបាទដើម្បីត្រៀមចូលរួមនៅក្នុងប្រតិបត្តិការហើយលោកបានបញ្ជាក់ឲ្យដឹងថាគឺការរៀបចំបេសកកម្មនេះគឺមានគ្រប់ស្ថាប័នទាំងអស់បាទស្ថាប័នទាំងអស់ដោយត្រៀម24ម៉ោងលើ24ម៉ោងជារៀងរាល់ថ្ងៃដើម្បីការពារទាំងអស់នោះបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃបានផ្សាយហើយសម្រាប់ប្រិមិត្តមួយចំនួនគឺបាទគឺអាចយល់ថានេះគ្រាន់តែជារឿងធម្មតាក៏ប៉ុន្តែការដែលនៅក្នុងឋានានុក្រមទាហានខ្ញុំសូមនិយាយមិនអស់ទេខ្ញុំគាត់និយាយខ្លះមិនចង់ឲ្យប៉ះពាល់ទៅដល់ការងារគេគឺគេមានឋានានុក្រមអ្នកដែលគេមើលស្ពីបការនោះគេមើលអាវុធប្រើបាទអាវុធអាការត្រឹមណាអាចមានសិទ្ធិប្រើអាវុធដែលកំភ្លើងផ្លោងត្រឹមណាមានសិទ្ធិប្រើចេញបញ្ជាចេញពីត្រឹមណាមកបាទអាវុធរហូតដល់យន្តហោះតើបញ្ជាចេញពីត្រឹមណាមកគេមើលដឹងដូច្នេះកាលណាត្រៀមទៅដល់យន្តហោះប្រភេទប្រយុទ្ធនឹងហើយគឺបានន័យថាបទបញ្ជានោះវាចេញពីកពូលមកហើយមិនមែនជាបទបញ្ជាថ្នាក់ភូមិភាគអីទៀតទេបាទអញ្ចឹងបានន័យថាអ្វីដែលយើងអាចសន្និដ្ឋានបានគឺទោះក្នុងរូបភាពជាការគម្រាមកំហែងក៏ដោយជារូបភាពនៃការត្រៀមប្រយុទ្ធមែនក៏ដោយគឺថៃបាទគាត់ត្រៀម full force តែមកកម្លាំងពេញទាំងអស់តែម្ដងរបស់គាត់បាទនេះគឺជាអ្វីដែលទង្វើរបស់ថៃកំពុងតែចាត់ការនៅពេលនេះដោយក្រោយពីរឿងតែផ្ទុះមីនមួយដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់មកដល់ពេលនេះគឺការស៊ើបអង្កេតដែលឯករាជ្យឬក៏សូម្បីតែភាគីថៃខ្លួនឯងអត់មានការស៊ើបអង្កេតច្បាស់លាស់ទេគឺស្រែកយកតែម្ដងហើយបែរជាមកត្រៀមកម្លាំងពេញកម្លាំងតែម្ដងបាទ full force មកតែមកបាទទៅដល់ថ្នាក់កម្រិតហ្នឹងហើយបាទដូចជាអាមេរិកតែបញ្ជូននាវាចម្បាំងហើយនឹងនាវាដឹកយន្តហោះទៅក្បែរវេណេស៊ុយអេឡាអញ្ចឹងបទបញ្ជានេះគឺបាទមិនមែនត្រឹមតែចេញពីរដ្ឋមន្ត្រីក្រសួងការពារជាតិទេទៅចេញពីអគ្គមេបញ្ជាការរបស់យោធាសហរដ្ឋអាមេរិកអគ្គមេបញ្ជាការនោះអ្នកថាគេគឺប្រធានាធិបតីអាមេរិកគឺអគ្គមេបញ្ជាការប្រធានាធិបតីហ្នឹងហើយបាទអញ្ចឹងដូច្នេះយើងអាចដឹងបានថាតើហេតុអ្វីបានជាបញ្ជាចេញពីថ្នាក់លើនឹងមកអាហ្នឹងបានន័យថាថៃគាត់មានចេតនាអ្វីមួយអញ្ចឹងបានថាដូចជាខ្ញុំបាននិយាយពីខាងដើមអញ្ចឹងប្រិមិត្តបាទក្នុងស្ថានភាពនេះវាជារឿងសំខាន់ណាស់ដែលខ្មែរត្រូវតែមូលមតិគ្នាតែមួយទោះបីនិន្នាការណាក៏ដោយត្រូវតែគិតអំពីប្រជាពលរដ្ឋនៅប្រទេសរបស់ខ្លួនឯងផងបាទការធ្វើអត្ថាធិប្បាយណាក៏ដោយការធ្វើអ្វីក៏ដោយតាមបណ្ដាញសង្គមគួរតែគិតគូរពីរឿងនេះបាទកុំប្រើពាក្យថាយើងក៏ស្រឡាញ់ប្រទេសដែរប៉ុន្តែនេះទង្វើផ្សេងក្នុងលក្ខណៈឌៀមដាមអុចអាលផ្សេងអានឹងយើងដឹងខ្លួនឯងហើយពួកមនុស្សដូចដែលខ្ញុំបាននិយាយចឹងមនុស្សតែចាប់ផ្ដើមសញ្ញេសំទោសចាប់ផ្ដើមចុះឈ្មោះ Facebook account คล้ายៗហើយបានន័យថាខ្លួនឯងកំពុងតែដឹងខ្លួនធ្វើខុសហើយធ្វើអាក្រក់ហើយបានជាយើងaccount คล้ายៗដើម្បីដើរទៅជេរដើរបចោលគេហ្នឹងបាទអញ្ចឹងកន្លែងក្នុងពេលហ្នឹងមិនមែនជាពេលដែលខ្ញុំត្រូវនិយាយរឿងហ្នឹងក៏ប៉ុន្តែគាត់ថាចង់ដាស់ស្មារតីថាពេលខ្លះយើងត្រូវគិតអំពីរឿងហ្នឹងផងបាទដោយតែប្រិមិត្តបានឮតាមរយៈសេចក្តីដកស្រង់ពីនៅក្នុងទីភ្នាក់ងារសារព័ត៌មាន Reuters ហើយប៉ុន្តែឥឡូវខ្ញុំសូមជូនសំណៅដើមវិញម្ដងរបស់ខាងភាគីថៃហ្នឹងតើគាត់និយាយយ៉ាងម៉េចដែរដើម្បីឲ្យបានប្រិមិត្តបានដឹងតើពេលដែលរឿងកើតឡើងដូច្នេះតើគាត់និយាយដោះសារយ៉ាងម៉េចអីយ៉ាងម៉េចបាទអញ្ចឹងយើងត្រូវដឹងពីខាងគាត់នឹងផងដែរបាទបើយោងតាមការផ្សាយនេះជាភាសាថៃទេណាបាទជាភាសាថៃហើយមានអង់គ្លេសនៅខាងនោះផងដែរដោយសារតែនេះជាការចុះផ្សាយរបស់ខាងកាសែតខៅសូត
ខាសូជាភាសាអង់គ្លេសអញ្ចឹងខ្ញុំពង្រីកចេះដើម្បីឲ្យប្រិយមិត្តណាចេះអង់គ្លេសអាចមើលបន្ថែមបានខ្ញុំមិនអានទាំងស្រុងទេគ្រាន់តែខ្លឹមសារនោះគឺចង់បញ្ជាក់ថាគឺខាងយុទ្ធភូមិភាគ1បាទយុទ្ធភូមិភាគ1របស់ថៃហ្នឹងគាត់បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងហេតុការណ៍នៃការប៉ះទង្គិចនៅក្នុងខេត្តស្រះកែវហ្នឹងបាទគឺខាងយុទ្ធភូមិភាគ1របស់ថៃហ្នឹងចោទប្រកាន់ថាគឺភាគីកម្ពុជាបាទជាអ្នកបាញ់ប្រហារមុនដោយដែលអ្នកនាំពាក្យរបស់គាត់គឺលោកស៊ូវ៉ារីបាននិយាយចឹងហើយគឺខាងយុទ្ធភូមិភាគ1នោះបានបញ្ជាក់ថាគឺខាងភាគីថៃទេជាអ្នកបាញ់ស្តបទៅវិញបាទស្តបទៅវិញដើម្បីបញ្ឈប់នៅហេតុការណ៍កើតឡើងនោះហើយនឹងការពារអធិបតេយ្យភាពរបស់ថៃក៏ដូចជាធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បាទដោយជៀសវាងការធ្វើយ៉ាងណាប៉ះពាល់ទៅដល់គោលដៅស៊ីវិលបាទនេះភាសាអង់គ្លេសគាត់ថា was used to avoid civilian targets បាទគាត់ប្រើពាក្យអញ្ចឹងបាទអញ្ចឹងគឺគាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងហ្នឹងគឺចោទប្រកាន់ថានៅវេលាម៉ោង 16:10 នាទីគឺបានន័យថាម៉ោង 4:10 នាទីថ្ងៃទី12ហ្នឹងគឺខាងភាគីថៃចោទប្រកាន់ថាមានការបាញ់កើតមានកើតឡើងដែលចេញមកពីខាងភាគីកម្ពុជាដែលខាងថៃសន្និដ្ឋានថាប្រហែលជាកំភ្លើងតូចប្រភេទ AK-47 បាទដោយថៃចោទថាមានប្រមាណជា30គ្រាប់ពេលហ្នឹងកងកម្លាំងបូរផារបស់ថៃហ្នឹងបានបាញ់ព្រមានទៅវិញហើយបានវាបកសងសឹកវិញបាទ retaliated មកសងសឹកទៅវិញហើយសភាពការនោះក៏បានវិលមកស្ថានភាពធម្មតាឡើងវិញក្រោយពី10នាទីក្រោយមកបាទដូច្នេះស្ថានភាពបានធូរបន្ថយហើយគឺបើយោងតាមការពិនិត្យមើលគឺមិនមានការខូចខាតទេនៅខាងភាគីថៃបាទហើយខាងយោធាថៃបានបន្ថែមថាខ្លួនបានចេញការព្រមាននេះដោយគោរពតាមច្បាប់នៃការប្រយុទ្ធគ្នាយ៉ាងច្បាស់លាស់បាទហើយការប្រើប្រាស់ហ្នឹងគឺមិនអាចឈានទៅដល់ការប្រើអាវុធដែលបែបនេះទេគឺការប្រើនេះគឺដើម្បីតែគ្រាន់តែជាការការពារជីវិតនិងអធិបតេយ្យភាពរបស់ថៃតែប៉ុណ្ណោះបាទនេះគឺជាអ្វីដោយដែលអ្នកដែលនាំពាក្យរបស់ថៃគឺលោកស៊ូវ៉ារីនោះបានថ្លែងក្នុងពេលមុននេះដែលសារព័ត៌មានរបស់ Reuters បានដកស្រង់សម្ដី